សុបិនអាក្រក់50ឆ្នាំនិងជំនាញវិជ្ជាជីវៈលើវិស័យសំណង់បើអ្នកជាសាស្ត្រាចារ្យដ៏ល្បីល្បាញមានជំនាញក្នុងការសាងសង់អគារជាច្រើនឆ្នាំទាំងធំទាំងតូចសុកមានក្មេងរៀនមិនទាន់ចប់មាត់មិនទាន់បាត់ក្លិនទឹកដោះមកប្រាប់អ្នកថាអគារដែលអ្នកសាងសង់ដូចជាមានកំហុសឆ្គងតើអ្នកនឹងគិតយ៉ាងណាអ្នកនឹងស្ដាប់ហើយយកគំនិតរបស់គាត់មកពិចារណាឬទេឬគិតថាវាគ្រាន់តែជាគំនិតរវើរវាយរបស់ក្មេងវីដេអូនេះនឹងបង្ហាញអំពីការធ្វើប្រហែសរបស់វិស្វករជំនាញដ៏ល្បីល្បាញលោក William Le Mesurier ហើយត្រូវបានបង្ហាញឲ្យរកឃើញនៅកំហុសឆ្គងរបស់ខ្លួនពីនិស្សិតកំពុងធ្វើសារណាបញ្ចប់ឆ្នាំសិក្សាផ្នែកសំណង់ស៊ីវិលម្នាក់តើលោក William Le Mesurier ព្រមទទួលស្ដាប់យោបល់របស់និស្សិតម្នាក់នោះទេតើគាត់នឹងធ្វើការកែប្រែទេតើគាត់ព្រមបើកបង្ហាញអំពីកំហុសឆ្គងរបស់ខ្លួនទៅកាន់មនុស្សទូទៅដែរឬទេមួយសំណួរពីនិស្សិតសំណង់ស៊ីវិលទៅកាន់លោក William Le Mesurier បានសង្គ្រោះអគារ City Group Center ដែលត្រូវបានគេស្គាល់ជាផ្លូវការថា601 Lexington Avenue គឺជាអគារខ្ពស់59ជាន់នៅញូវយ៉កដែលសាងសង់រួចរាល់ក្នុងឆ្នាំ1977នៅឆ្នាំ1978ដោយនិស្សិតម្នាក់សិក្សាតាក់ទងទៅនឹងបន្ទប់ខ្យល់នៃអគារនេះក្រោយការសិក្សានឹងរកឃើញពីចំណុចសង្ស័យនិស្សិតនោះបានខលទៅកាន់លោក William Le Mesurier ផ្ទាល់សំណួរនេះបានជំរុញឲ្យ Le Mesurier ពិនិត្យមើលលើការរចនារបស់គាត់ឡើងវិញគាត់បានរកឃើញគុណវិបត្តិដ៏ធ្ងន់ធ្ងរមួយកំឡុងពេលសាងសង់គឺងាយរងគ្រោះទៅនឹងខ្យល់ត្រីមាសខ្យល់បក់មកអគារនៅមុំមួយកម្លាំងទាំងនេះគួបផ្សំនឹងការរំកិលដែលមិនដឹកស្មានដល់របស់អគារនឹងធ្វើឲ្យវាប្រឈមមុខនឹងហានិភ័យនៃការបាក់រលំកំឡុងពេលមានព្យុះដ៏ធំមួយដោយប្រឈមមុខនឹងឱកាសមួយក្នុងចំណោម6ភាគនៃការបរាជ័យរចនាសម្ព័ន្ធក្នុងឆ្នាំណាមួយលោក Le Mesurier បានផ្ដួចផ្ដើមគម្រោងជួសជុលសម្ងាត់ដែលមានឈ្មោះថា Project Seren ក្នុងរយៈពេលជាច្រើនខែកម្មករបានពង្រឹងសន្លាក់ជាង200ជាមួយនឹងបន្ទះដែកនៅពេលយប់សំណាងធំដែលពេលនោះមានកោតកម្មយ៉ាងធំដែលធ្វើឲ្យអ្នកកាសែតមិនចាប់អារម្មណ៍ជាមួយអគារនេះដែលរក្សាគម្រោងនេះចេញពីភ្នែកសាធារណជននិងបង្វែរនាទីចុងក្រោយនៃព្យុះ Hurricane Ella ក្នុងឆ្នាំ1978ប៉ុន្តែអាថ៌កំបាំងនេះត្រូវបានលាតត្រដាងនៅឆ្នាំ1995ក្រោមការសម្រេចចិត្តរបស់លោក Le Mesurier ផ្ទាល់តែម្ដង Here I am, the only man in the world who knew this. This thing is in real trouble. ទោះបីជាមានហានិភ័យនៃការបំផ្លិចបំផ្លាញការងារវិជ្ជាជីវៈរបស់គាត់ក៏ដោយករណីនេះបានបង្រៀនទូទាំងពិភពលោកជាករណីសិក្សាច្បាស់លាស់នៅក្នុងក្រមសីលធម៌វិស្វកម្មហើយអគារនេះក៏ក្លាយទៅជាអគារដំបូងបង្អស់ដែលប្រើប្រាស់ឧបករណ៍បំលែងម៉ាស Tone Mass Damper ហៅកាត់ថា TMD ដើម្បីកាត់បន្ថយការរអិលដែលជាបច្ចេកវិទ្យាដែលបានក្លាយជាស្តង់ដារចាប់ពីពេលនោះមកនៅក្នុងរចនាសម្ព័ន្ធអគារខ្ពស់នៅទូទាំងពិភពលោកជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការជួយ Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ